បាទជំរាបសួរបងប្អូនបាទចង់នាំអារម្មណ៍បងប្អូនមើលទស្សនវិជ្ជាក្បីម្ដងបងប្អូនធ្លាប់តែរដងយើងមើលតែពីគោតែបងប្អូនឃើញទស្សនវិជ្ជាបែបនេះចង់សួរអារម្មណ៍បងប្អូនថាមានអារម្មណ៍បែបណានៅពេលដែលមេឃភ្លៀងស្រេចហើយក្បីទាំងបងមកស៊ីតាមវាស្រែអញ្ចឹងបងប្អូនអានេះយើងអាចនិយាយបានថាវាជាទស្សនវិជ្ជាមួយដែលបងប្អូនយើងនៅតាមស្រុកស្រែចម្ការគាត់ជួបរាល់ថ្ងៃហើយប៉ុន្តែបើនិយាយពីបងប្អូនមួយចំនួនដែលនៅរស់នៅតាមទីក្រុងឬក៏តំបន់ផ្សេងគឺដែលបានជួបទេអញ្ចឹងយើងបង្ហាញបានថាវាយើងពេលដែលយើងជួបអារម្មណ៍បែបទេសភាពបែបហ្នឹងធ្វើអារម្មណ៍យើងស្រស់ថ្លាហើយស្អាតបងប្អូនទេសភាពនៅរដូវវស្សាហើយយើងគិតថាវាជាក្បីឬក៏គោប្រឡែងខែបែបនេះខ្ញុំគិតថាវាជារបរបន្ទាប់បន្សំរបស់កសិករយើងតាមជនបទចឹងដែរបងប្អូន